Ok,អញ្ចឹងគឺសម្រាប់ឧទាហរណ៍ទី5នេះក៏យើងរកសមីការតបប៉ះទៅនឹងក្រាប C នៅត្រង់ចំណុចដែលមាន abscisse x ស្មើ1បន្ទាប់ប៉ះនឹងក្រាប C ត្រង់ចំណុច abscisse អញ្ចឹងមានថាកន្លែងចំណុចមួយនេះដែលមាន x ស្មើ1នេះគឺជាចំណុចប៉ះព្រោះគេថាប៉ះនឹងក្រាបត្រង់ចំណុចអញ្ចឹងមានចំណុចមួយហ្នឹងគឺជាចំណុចប៉ះហើយបើវាជាចំណុចប៉ះអញ្ចឹងវានឹងដើរតួជា x0 បាទអញ្ចឹង x ស្មើ1ហ្នឹងនឹងដើរតួជា x0 អញ្ចឹងមានថាយើងស្គាល់របស់សំខាន់នៅក្នុងសមីការតបប៉ះបាទហ្នឹងគឺស្គាល់ x0 អញ្ចឹងខ្ញុំក្នុងបន្ទាប់ប៉ះខ្ញុំបាននិយាយថារបស់សំខាន់នេះគឺ x0 បើយើងរក x0 ឃើញហើយគឺចប់បាត់ហើយស្អីក៏រកឃើញដែរបាទហើយទៅមកពេលយើងរកសមីការតបប៉ះបានហើយចាប់ដើមរកចំណុចកអនៃប្រសពរវាងបន្ទាប់ប៉ះនិងក្រាប C បាទអញ្ចឹងបន្ទាប់មួយនោះវាអាចប៉ះនឹងក្រាប C ត្រង់2ចំណុចក៏ថាបានអញ្ចឹងបើយើងប៉ះត្រង់មួយចំណុចក៏រកតាមនឹងទៅតែសំណួរបែបនេះវាមិនមែនព្រោះអ្វីដែលកន្លែងប៉ះនេះគេប្រាប់ហើយនឹង x0 x ស្មើ1អញ្ចឹងមានកន្លែងហ្នឹងគឺជាកន្លែងដែលប៉ះលើកប៉ះមួយចំណុចហើយដល់ពេលគេសួររកចំណុចប្រសពរវាងបន្ទាប់ប៉ះនិងក្រាប C ទៀតមានន័យថាវាអាចមានចំណុចមួយទៀតដែលប៉ះដែរដែលប្រសពគ្នាអញ្ចឹងបន្ទាប់វាប៉ះហើយតែវាប៉ះបន្ទាប់វាវែងអញ្ចឹងវាអាចរត់កាត់បែបនេះឧទាហរណ៍ខ្សែកោងយើងគឺបែបនេះឧទាហរណ៍ណាអញ្ចឹងវាប៉ះឡើងនេះហើយវារត់ទៅកាត់បែបនេះបាទអញ្ចឹងកន្លែងនេះគឺកន្លែងប៉ះគឺ x0 y0 កន្លែងប៉ះប៉ុន្តែបន្ទាប់ហ្នឹងវាបន្លាយទៅវាហួសទៅមកកាត់ជាមួយនឹងខ្សែកោងត្រង់មួយចំណុចផ្សេងមួយទៀតអញ្ចឹងគេចង់រកចំណុចប្រសពហ្នឹងតើមានអីខ្លះអញ្ចឹងចំណុចកន្លែងនេះក៏ចំណុចប្រសពដែរតែវាចំណុចប្រសពផងវាប៉ះផងកន្លែងនេះវិញគឺជាចំណុចប្រសពតែវាមិនមែនជាចំណុចប៉ះទេវាចំណុចដែរកាត់គ្នាប្រសពគ្នាអញ្ចឹងចំណុចកាត់នៅចំណុចប៉ះហ្នឹងវាមានលក្ខណៈខុសគ្នាតិចតួចបាទវាចំណុចរួមដូចគ្នាប៉ុន្តែមួយគ្រាន់តែអឹបជាប់មួយទៀតគឺកាត់ឆ្លងកាត់តែម្ដងបាទអាហ្នឹងណាអូខេហើយយើងចាប់ដើមរកវាថាតើរកយ៉ាងម៉េចអញ្ចឹងគឺសំណួរបែងចែកចេញពីរផ្នែកទី1គឺរកសមីការតបប៉ះមុនដំបូងសិនដែលបន្ទាប់ប៉ះហ្នឹងគឺប៉ះនឹងក្រាប C ត្រង់ចំណុចដែលមាន abscisse x ស្មើ1អញ្ចឹងយើងចាប់ដើមសរសេររូបមន្តរបស់សមីការតបប៉ះចូល y ស្មើ f' x0 ក៏តែ x ដក x0 បូក f x0 ហ្នឹងជាអ្វីដែលទិញឲ្យចាំមាត់ពាក់ព័ន្ធមួយបន្ទាប់ប៉ះបន្ទាប់មកអ្វីដែលសំខាន់ជាងគេគឺ x0 អញ្ចឹងឥឡូវនេះស្គាល់អត់អញ្ចឹងយើងក៏ស្គាល់សមត្ថកម្មមកដោយបន្ទាប់ប៉ះនឹងក្រាប C ត្រង់ចំណុចដែលមាន abscisse ស្មើ1នេះគឺជា clear ដែលគេបានប្រាប់យើងក៏ស្រង់វាឡើងវិញទៅសេឲ្យគេហើយទៅមកយើងក៏សន្មតថាលេខ1នេះគឺជា x0 ដោយសារតែវាជាកន្លែងដែលប៉ះអូខេពេលយើងស្គាល់ x0 ហើយយើងក៏បន្តរករបស់2ផ្សេងទៀតព្រោះយើងនៅក្នុងហ្នឹងគឺរករបស់3ទើបអាចជួសក្នុងសមីការតបប៉ះបានអញ្ចឹងឥឡូវនេះគឺយើងស្គាល់1ហើយគឺស្គាល់ x0 អញ្ចឹងការរក f' x0 និង f x0 អញ្ចឹងយើងចាប់ដើមក្រាប C របស់យើងគឺមានសមីមានអនុគម y ស្មើ fx ស្មើជាមួយនឹង x គីបដក 4x បាទអូខេហើយបន្តមកយើងក៏ចាប់ដើមកន្លែងនេះខ្ញុំរក fx0 សិនយើងចង់រក f' ហើយចាំរក fx0 នេះក៏បានដែរឥឡូវនេះខ្ញុំរក fx0 មុនចឹងរកមួយណាមុនក៏បានឲ្យតែឃើញណូតវាទុកទៅហើយចាំរកអស់មកចាំជួសចូលសរុបមកចឹងឥឡូវខ្ញុំរក fx0 ដោយ fx យើងស្មើ x គីបដក 4x បាទអញ្ចឹងខ្ញុំក៏ជួសx0 យើងដោយលេខ1ចូលអញ្ចឹង f នៃ x0 អញ្ចឹងគឺជួសលេខ1ចូលក្នុងអក្សរ x ទៅវាទៅជា1គីបដក4គុណនឹង1ទូទាត់ទៅឃើញដក3បាទបន្តមកយើងទៅការអញ្ចឹងកន្លែងនេះស្គាល់មួយ f x0 យើងទៅការបន្តទៀតគឺ f' x0 អញ្ចឹងយក f x នេះមក derivative សិនមកអញ្ចឹង derivative x គីបបាន 3x ការ៉េ derivative ដក 4x បានដក 4បន្តមកយើងក៏ចាប់ដើមរក f' x0 ដោយយើងជួស x0 ដោយលេខ1អញ្ចឹងវាទៅជា f' នៃ1ជួសលេខ1ចូលក្នុង derivative មកវាទៅជា3គុណនឹង1លើជាការ៉េដក4ទូទាត់ទៅឃើញដក1អូខេអញ្ចឹងយើងស្គាល់របស់3នឹងបាត់ x0 f x0 និង f' x0 យកវាជួសចូលក្នុងសមីការបន្ទាប់ប៉ះមកអញ្ចឹងយើងជួសយកជួសចូលមក f' x0 ជួសដោយលេខដក1ក៏ថា x ដក x0 x0 មិញលេខ1 f x0 យើងគឺដក3បាទអូខេគុណតម្លាតវាដក x បូក1ហើយដក3ទូទាត់មក y ស្មើនឹងដក x ដក2នេះគឺជាសមីការបន្ទាត់ប៉ះចប់ផ្នែកទី1ចូលផ្នែកទី2ផ្នែកទី2គឺឲ្យយើងរកករណីនៃចំណុចប្រសពរវាងបន្ទាត់ប៉ះនិងក្រាប C អញ្ចឹងមិញគឺបន្ទាត់ប៉ះយើងបានរកឃើញហើយក្រាប C ក៏យើងស្គាល់ដែរហើយដល់ពេលពាក់ព័ន្ធមួយចំណុចប្រសពអញ្ចឹងវាមិនមែនតែប្រសពបន្ទាត់ប៉ះទេប្រសពអីក៏ដោយរវាងក្រាបជាមួយនឹងបន្ទាត់ឬក៏បន្ទាត់ជាមួយបន្ទាត់ឬក្រាបមួយក្រាបក៏ដោយអញ្ចឹងកាលណារកចំណុចប្រសពយើងត្រូវចងវាជាប្រព័ន្ធឬក៏មានន័យថាចំណុចប្រសពហ្នឹងគឺជាចំណុចមួយកន្លែងដែលជារបស់ក្រាបទី1ផងជារបស់ក្រាបទី2ផងមាន x វាគឺរួមគ្នាអញ្ចឹងបើ x រួមគ្នាយើងត្រូវតែ
x ទាំងពីរហ្នឹងគឺផ្ទៀងផ្ទាត់ទៅវិញទៅមកយើងអាចប្រើវិធីសាស្ត្រចងជាប្រព័ន្ធអាចប្រើវិធីសាស្ត្រជំនួសតែមិនក៏ដោយគឺដូចដោះស្រាយប្រព័ន្ធសមីការហ្នឹងឯងបាទបន្សល់រវាងរបស់ពីរអញ្ចឹងយើងចងវាជាប្រព័ន្ធហើយរកតម្លៃរួមគ្នា x y ហ្នឹងមកបាទចឹងឡើយនេះយើងត្រូវស្រង់សមត្ថកម្មដែលយើងចង់រកប្រសពនឹងប្រសពរវាងអីបន្ទាត់ប៉ះនិងក្រាប c អញ្ចឹងយើងទៅសេសមីការបន្ទាត់ប៉ះមកគឺ y ស្មើនឹងដក x ដក2យើងរកឃើញនៅផ្នែកមុនហ្នឹងបាទសំណួរមុនហ្នឹងហើយទៅមកក្រាប c គឺគេឲ្យមកនៅក្នុងធានរហ័សគឺ y ស្មើ fx ស្មើនឹង x សេគុណ3ដក 4x បាទអញ្ចឹងខ្ញុំចង់ដាក់វាសមីការ1និងសមីការ2អូខេហើយអញ្ចឹងរកចំណុចប្រសពហ្នឹងគឺចង់រកតម្លៃ x និង y ដែលផ្ទៀងផ្ទាត់ទៅក្នុងសមីការទី1និងសមីការទី2ហ្នឹងបាទអញ្ចឹងវិធីសាស្ត្រក្នុងការធ្វើគឺកន្លែងនេះយើងអត់យើងអត់ប្រើវិធីសាស្ត្របូកបំបត្តិកើតទេដោយសារតែកន្លែងនេះគឺ x សេគុណ3បូកទៅអត់បាត់អក្សរ x ទេ no មែនចឹងកន្លែងនេះដោយសារយើងមានសមីការវាជា y ស្មើនិងសមីការទី2នេះក៏ y ស្មើដែរអញ្ចឹងគឺជាភាពចំណេញមួយវិធីសាស្ត្រដែលយើងប្រើក្នុងករណីនឹងចំណេញគឺវិធីសាស្ត្រផ្ទឹមឬក៏ហៅថាវិធីសាស្ត្រជំនួសក៏បានដែរគឺមានថាយកតម្លៃ y ដែលមានតម្លៃ y x ដក x ដក2នេះជួសចូលនឹង y នេះមកបាទជួសចូលនឹង y នេះមកអញ្ចឹងតម្លៃ y ដក x ដក2 y នេះក៏ខ្លាយជាដក x ដក2ដែរហើយស្មើមួយអង្គស្ដាំទៅអញ្ចឹងពេលហ្នឹងសមីការមួយហ្នឹងគឺនឹងបាត់ y ហើយគេយើងអាចប្រើពាក្យថាផ្ទឹមអាចប្រើពាក្យថាជំនួសឬក៏ហៅថាសមីការអាប់ស៊ីសដែលមានសមីការហ្នឹងគឺមានតែអក្សរ x មានបាត់ y បាត់ហើយអញ្ចឹងឡើយនេះខ្ញុំក៏ប្រើពាក្យថាជំនួសយកសមីការ1ជំនួសក្នុងសមីការ2យើងបានអញ្ចឹងយកជួសចូលទៅអញ្ចឹងសមីការ2យើង y ស្មើនឹង x សេគុណ3ដក 4x យើងកុំគិត fx ព្រោះអានេះគឺស្មើ3តគ្នាអញ្ចឹងគិត y ស្មើ x គីបដក 4x មកយកអាហ្នឹងមកគិតមកហើយដល់ពេលតម្លៃ y នៅសមីការទី1គឺដក x ដក2អញ្ចឹងយកដក x ដក2ហ្នឹងជួសចូលក្នុងអក្សរ x មកអញ្ចឹងវាទៅជាដក x ដក2ស្មើ x គីបដក 4x បាទអូខេខ្លាយជាសមីការអាប់ស៊ីសដែលមានអញ្ញត្តិ x បែបហ្នឹងឯងអញ្ចឹងយើងក៏ចាប់ដើមដោះស្រាយវារុញវាទៅឆ្វេងអស់អញ្ចឹងទៅជាដក x គីបបូក 4x ដក x ដក2ទូទាត់វាបន្តិចមកទៅជាដក x គីបបូកអានេះបូក 4x ដក x សល់បូក 3x ដក2ស្មើ0អញ្ចឹងពេលនេះខ្លាយជាទៅជាសមីការ degree ទី3អញ្ចឹងក្នុងការដោះស្រាយសមីការ degree ទី3យើងត្រូវម៉េចបើនិយាយពី degree ទី3ហ្មងគឺពិបាកប៉ុន្តែអានេះគឺជា degree ទី3ប្រភេទងាយវិធីសាស្ត្រងាយរបស់វាគឺរកឬងាយបាទអាហ្នឹងគឺប្រភេទសមីការ degree ទី3តែបែបទម្រង់ងាយណាមិនមែនទម្រង់ពិបាកទម្រង់ពិបាកគឺងាយញ៉ៃអញ្ចឹងនេះគឺទម្រង់ងាយគឺយើងត្រូវរកឬងាយវាសិនតើក្នុងសមីការនេះតើតម្លៃ x ណាដែលផ្ទៀងផ្ទាត់នៅក្នុងសមីការមួយហ្នឹងអញ្ចឹងបែបរឹសងាយហ្នឹងមានលេខដូចជា x ស្មើ1 x ស្មើ2 x ស្មើដក1 x ស្មើដក2អញ្ចឹងទៅជាលេខងាយងាយបែបហ្នឹងយើងក៏សាកល្បងជួសចូលអញ្ចឹងឡើយនេះគឺសាកល្បងជួសលេខ1ចូលបាទប្រើ x ស្មើ1ជួសចូលអញ្ចឹងឡើយនេះជួសលេខ1ចូលដកនេះអត់ជាប់ស្រ័យគុណណាដកនៅក្រៅហើយវងចក1ស្រ័យគុណ3បូក3គុណ1ដក2ហើយទូទាត់ទៅគឺពិតជា0មែនបាទទូទាត់ហ្នឹងគេសល់ដក1ដក2ដក3ដក3បូក3 0អញ្ចឹងអាលេខ1យើងជួសចូលហ្នឹងគឺធ្វើឲ្យអង្គឆ្វេងស្មើនឹង0ឬក៏អង្គឆ្វេងស្មើអង្គស្ដាំអញ្ចឹងគេថាតម្លៃ x ណាដែលជួសចូលធ្វើអង្គឆ្វេងអង្គស្ដាំស្មើគ្នាតម្លៃ x មួយនោះគឺជារឹសនៃសមីការអញ្ចឹងអានេះគឺហៅថារឹសងាយបាទអញ្ចឹងមានថានោះ x ស្មើ1ជារឹសនៃសមីការអញ្ចឹងមានថាយើងរកបានរឹសមួយលេខបាទរបស់សមីការហ្នឹងហើយអញ្ចឹងបើយើងរកបានរឹសមួយលេខហើយអញ្ចឹងបន្តទៀតត្រូវធ្វើម៉េចយើងត្រូវយកសមីការហ្នឹងមកចែកជាមួយនឹង x ដករឹសបាទ x ដករឹសអញ្ចឹងអាលេខ1នេះគឺជារឹសដែលយើងរកឃើញមិញណា x ដករឹសបើឡៃហ្នឹងឧទាហរណ៍រឹសយើងរកឃើញលេខប៉ុន្មានឧទាហរណ៍ x យើងរកឃើញលេខដក1វិញអញ្ចឹងកន្លែងកតានេះមិនមែន x ដក1ទេគឺ x ដកកតាដក1 x ដករឹសអញ្ចឹងឡៃនេះគឺជារឹសហើយនេះគឺ x ដកបាទអញ្ចឹងឲ្យតែយើងរកឃើញរឹសងាយយើងត្រូវយកសមីការមួយនេះពហុធាតុ degree ទី3ហ្នឹងបំបែកវាទៅជាផលគុណកតាដែលកតាទី1គឺជា x ដករឹស x ដកជាមួយនឹង x0 ឬងាយហ្នឹងហើយទៅមកកតាជាមួយនឹងកន្សោម1បាទបែកកតាឲ្យចេញជា degree ទី1ជាមួយនឹង degree ទី2បាទហ្នឹងគឺប្រភេទ degree ទី3ឬងាយគេធ្វើអាហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំចាប់ដើមរកកតានេះបាទអញ្ចឹងរកកតាព្រោះខ្ញុំបានកតាទី1យើងគឺ x ដក1ហើយអញ្ចឹងខ្ញុំថាតើចង់ដឹងថា x ដក1នេះគុណប្រមាណស្មើនឹងដក x គីបបូក 3x ដក2អញ្ចឹងដើម្បីរកអាហ្នឹងគឺយើងត្រូវធ្វើម៉ានទីចែកបាទធ្វើម៉ានទីចែកអញ្ចឹងយកអាកន្សោមភូធា degree ទី3នេះយកមកចែកមួយដក1មកបាទអញ្ចឹងចែកភូធាអញ្ចឹងចាប់ដើមចែកអញ្ចឹងម៉ានទីចែកគឺត្រូវគិតថាកន្សោមនេះដាក់អីគុណមួយ x ស្មើនឹងដក x គីបអញ្ចឹងបើយើងមាន x ចង់គុណចេញដកដាក់សញ្ញាដកហើយ x យើងត្រូវគុណមួយនឹង x ក្រេ
chẳng đã đọ x rẽ cùng với x bàn đọ x tại vì cùng khinh đọ ta sẽ bột chẳng bột x rẽ xong đó bột x hay nói giờ đọ x rẽ nó cùng với đọ mùi chẳng đọ đó cùng khinh bột bột x rẽ chẳng cùng khinh bột ta sẽ đọ chẳng thì chỉ đọ x rẽ hay nói giờ là tụ tọt châu khní anh ấy xấu anh ấy tụ tọt đã sao đọ x rẽ ta lẽ 3 x chó cho đang kết tiền x này thật cùngประมาณ mà mình đọ x rẽ chẳng anh ấy cứ miền sinh nhà bố chẳng thời cùng sinh nhà đó hay thời cùng với đọ x chẳng đo x cùng x chẳng đo x này cùng này đầu nhá cùng này đầu tại vì cùng đối với những đầu sinh nhà tới chẳng cùng cái đó sẽ bột mà chẳng về tôi tới về trên sâu này mà cùng này không sinh nhà nó cùng này đầu sần vì cùng đối với những đầu sinh nhà tam khỏi ok đó đo x cùng chúng mình đo mối chẳng bột x đầu sinh nhà là chia đo x chẳng có tu tốt nó anh sâu nó hay tu tốt là này thường mấy là xấu nè này sau px ta lẽ đo pi chó chẳng thực cái x cùngประมาณ small px chẳng này miền x chẳng chẳng cùng tranh pxคือcùng bằng pi cho bố pi và chẳng do bố pi cùng x tại chỉ bố px cùng thì bố ta sẽ đo px bố pi cùng với đo muối cùng thì đo ta sẽ bố pi và tu tốt bị máu cho nên xấu anh ấyคือ xấu đại và chẳng dương cáiตัวbanเราแต่พออะไรนี้ยอมด่าโจขนมนี้คือดอกอีกแล้วดอก x บวก p สมาร์ทโฟนchẳngคือบอมใบผู้ที่เดือดเลยที่ใบจังจีพอคุณปีกตาคือดอกมุ้งกตาเหมือนดอกอีกแล้วดอก x บวก p โอเคให้การพอคุณปีกตาสมาร์ทโฟนคือยังตีบ้านกตาที่มวยสมาร์ทโฟนบวก a คุณ b สมาร์ทโฟนมีในท่า a สมาร์ทโฟนก็บ้าน b สมาร์ทโฟนก็บ้านจังยังต้องเอากตาที่มวยสมาร์ทโฟนหรือก็ยังเอากตาที่ b สมาร์ทโฟนมวยน้าสมาร์ทโฟนก็บ้านได้จังนี้ก็เบียร์นี่คือดำนายหรืออะไรนั่นนะการใช้กระเบียนนี่คือจิกาปลอมมวยบางอย่างเซปิงเล้งคือยังเผยชนอปรือตรำไตรกลายนั่งเอาเผยนั่งให้เผยรือโอเคให้ตัวมันจังคือกระตาที่มวยมาโซนอันนั้นจำบัดยังเอาจะไปเตียงกับบ้านให้ผู้ยังตัวบ้านเรื่องงี้กับอะไรในสไลด์มุนบ้านไรคือ x มามวยจะเรื่องงี้ยังเราเคยบ้านไรไอ้ยังเอาจะไปเซตีกับบ้านยังว่าเอากระตาที่มีมาโซนกับบ้านได้จังกระตาที่ปีนี้วิเชียสมัยการเด็กๆที่ปีได้มีเมคน A สมาดอกมวยเมคน B สมาดอกมวยหนึ่งเมคน C สมาหนึ่งปีจังไปโจกันในพิเศษที่คือ A บวก B บวก C สมาโซนจังที่มาหรือที่มวยสมามวยหรือที่ B สมา C และ A จู C โจจู A โจตัวต่อได้เคยดอกปีจังสรุป X แต่ยังรอบ้านคือเรื่องงี้เหล็กมวยhay เรื่องยังรอบ้านเลยกระตาที่ปีนี้ขอชีเหล็กมวยhayจมูกดอกปีจังเหล็กมวยเหล็กมวยนี่ก็โดยขณีจังสรุปtới X ยังมีแต่ปีเล็กแต่เขาขณีคือ X สมามวยจมูกนั้น X สมาดอกปีจังโดยhay มีในท้าจนในประสอบบ่อยเยอะเราเป็นประตบป้าจมูกกราบซีคือมีปีกันไหลไอ้จังเปียปอนมือจนในประสอบจอมน้อยประสอบจังเปียถ้าจอมน้อยเวียเวทมีเทียบสองปีคือมีอัพซีให้หนังออนในมี x ให้หนัง y จะไหลนี้ยังดังท่าจนในประสอบนั้นคือประสอบตรัง x มามวยจมูกหนัง x มาปีจังบานแต่ไหลไอ้ยังควักกูเวียคือตา x มามวยหนัง y สมายังโย x นั้นจูโจหนังใบโร y จึงจูโจทั้งสมัยการตีมวยจังเวทโย y สมาหนังดอกมวยดอกปีนี่คือจูโจสมัยการมวยสมัยการประตอนหนึ่งจังจู y สมาจู x โจtớiตัวต่อได้เคยดอกใบbản chất nàyคือแต่หลายไว้แต่กูจะเหมือนแต่หลาย x แต่การติดเชื้อจะหน่อยมวยคือจะหน่อยประสอบบาหาไว้สมาดอกใบนี่คือยังมันรอขึ้นในกลายเป็นสมัยการต่อไปf x 0จังฮะอะไรมวยนี่ก็จะ x 0แต่ x 0ยังสมามวยกลายปะนั่ง x 0สมามวยให้มัน f x 0ยังสมาดอกใบจะจะหน่อยมันนั่นคือมันรอขึ้นในกลายปะให้จากนั้นคือจะหน่อยปะมวยจะหน่อยได้ประสอบคะแนนมวยไงถามว่ามันมีจะหน่อยมวยที่คือ x สมาดอกปีบา x สมาดอกปีhayยังจูโจสมัยการมวยได้ยังดอกกระตาดอกปียังดูตัวจะบวกปีดอกปีโซนจังจะหน่อยที่ปีนี่คือ x มาดอกปี y มาโซนบ่าhayจังอะไรนั่นคือเชื่อกันไหลได้ประสอบคะแนนมวยเทียบระเบียงประตบป้าจมูกนั่งกราบสีจะโดยนี้จะหน่อยประสอบระเบียงประตบป้าหนึ่งกราบสียังคือมีปีกันไหลคือ x มามวย y มาดอกปีจะหน่อยที่มวยหนึ่งจะหน่อยที่ปีคือ x มาดอกปี y มาโซนบ่าจะหน่อยที่ปีโอเคแล้วยังมือกราบบินติจตาเวียปากในตรังนังแมนออกนี่จะนี่คือจีบตัวบ่านี่คือจีบตัวปะ y สมาดอกอีกดอกปีบ่านี่คือตัวปะ y สมาดอกอีกดอกปีนี่ปอนี่มันยมโดปอเวียคือละตัดปอกระหอบเนี่ยปอกระหอบไอ้อันนี้โดปอเตจีบลูบ่านี่
ចឹងគេអញ្ចឹងគឺនេះសក្តារបស់យើង x គីបដក 4x ហើយពណ៌ក្រហមនេះគឺដក x ដក 2 ហើយឃើញវាប៉ះគ្នានេះកន្លែងនេះកន្លែងនេះគឺនេះ x ស្មើ 1 y ស្មើដក 3 ហើយកន្លែងនេះគឺចំណុចប្រសពនេះហើយចំណុចប្រសពគឺ x ស្មើដក 2 y ស្មើ 0 ណាអាហ្នឹងគឺមានអាក្រាបយើងគឺបន្ទាប់ប៉ះយើងគឺប៉ះអញ្ចឹងប៉ះហើយអឹបជាប់បែបហ្នឹងហើយដល់ពេលវាពេលបន្លាយទៅវាមកកាត់ជាមួយនឹងខ្សែកោងខ្សែកោងយើងវាឡើងចុះហើយឡើងបែបហ្នឹងហើយអញ្ចឹងអាហ្នឹងគឺការរកចំណុចប្រសពពាក់ព័ន្ធជាមួយនឹងបន្ទាត់ជាមួយនឹងក្រាបហើយតាមរូបនេះគឺពិតជាប៉ះនឹងប្រសពត្រង់កន្លែងពីរហ្នឹងមែនបាទកន្លែងប៉ះនេះក៏យើងហៅថាប្រសពដែរក៏យើងហៅថាប្រសពដែរអូខេបាទអូខេអញ្ចឹងគឺសម្រាប់វីដេអូមួយនេះគឺក៏ដល់ទីបញ្ចប់ដែរហើយអរគុណច្រើននៅការយកទៅដាក់តាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាបងប្អូននឹងយល់ខ្លឹមសារមេរៀនពាក់ព័ន្ធជាមួយនឹងបន្ទាប់ប៉ះអញ្ចឹងតាំងពីឧទាហរណ៍ទី1រហូតដល់ឧទាហរណ៍ទី5នេះពាក់ព័ន្ធនឹងការរកបន្ទាប់ប៉ះរបៀបនិយាយអំពីសមត្ថកម្មផ្សេងពាក់ព័ន្ធមួយនឹងការរកបន្ទាប់ប៉ះគេឲ្យសមត្ថកម្មបែបម៉េចយើងត្រូវរកម៉េចអញ្ចឹងសូមមើលឡើងវិញហើយរៀនធ្វើតើយើងអាចមើលវិធានលំហាត់យល់ហើយនឹងធ្វើវាចេញបានអត់ទេបន្ទាប់ពីយើងមើលវីដេអូចប់អស់បែបនេះហើយអូខេហើយបើសិនជាមានបញ្ហាចម្ងល់ត្រង់ណាមួយអាច comment សួរលើវីដេអូនឹងក៏បានឬក៏អាចឆាតតាមរយៈ Telegram 015 98 99 93ក៏ដូច089 57 56 47អរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ